ខួរក្បាលយើងមិនមែនជាធុងសម្រាប់ដាក់សម្រាមនោះឡើយជាការពិតណាស់ពិភពលោកយើងមួយនេះបានបង្កើតគ្រប់អ្វីៗទាំងអស់ឲ្យរស់រានមានជីវិតមិនថារុក្ខជាតិសត្វរួមទាំងមនុស្សផងដែរដែលមានរូបរាងកាយល្អគ្រប់លក្ខណៈស្អាតសង្ហាតែទោះបីជាយ៉ាងនេះក៏ដោយក៏មនុស្សម្នាក់នៅតែមានចិត្តចង់បាននេះចង់បាននោះកើតទុកសប្បាយរីករាយខ្វល់ខ្វាយនៅគ្រប់រឿងទាំងឡាយណាដែលពុំទាន់កើតឡើងលើខ្លួនឡើយនិយាយរួមទៅគឺគិតពីអនាគតដោយមនុស្សយើងម្នាក់មានមួយចំណេះដឹងគឺមានតាំងពីកំណើតមករួចទៅហើយសម្រាប់បំពេញវ័យគឺចេះប្រកបរបរអាជីវកម្មជាដាំដំណាំនិងប្រកបរបរចិញ្ចឹមជីវិតទៅតាមលទ្ធភាពនិងសមត្ថភាពរបស់គេរៀងខ្លួនដែលគេចង់បាន2ចរិតទោះបីសភាពរៀបសារស្លូតបូតមិនរអើមឆ្មាំងឆ្មៃចេះ